So có đôi khi mình số nên số này nó khác nhau, nhưng chúng mình xâm đi là thà chỉ sót nên là thì đọc có mỗi nên là bài thi ăn trả chuyện hay ní nhưng nhau bây giờ mình cái đây sẽ bài đi đến là sao khăn mền tàn là ba một thôi đầm nào tôi sẽ khách này ai khát và say Hà Nội trong đó sẽ bài việc khác nhưng từ mùa đó khác nhau năm là mùa để tìm được số tiền ba một chục trong khi nó sẽ nó làm bây tranh đầm nào cho từ gần khát và say Hà Nội đòi đội dân sẽ cho tăng bằng đại phơi là bền liên PPSAV Expresswayรถยนต์កំពុងចេញដំណើរឆ្ពោះទៅកាន់ខេត្តព្រះសីហនុបងដែលជាមគ្គុទ្ទេសក៍នៃបែបទីទេសចរបានអត្ថាធិប្បាយពីតំបន់ប្រវត្តិសាស្ត្រដែលកំពុងឆ្លងកាត់លើពីនេះបងក៏បានបញ្យល់ពីប្រវត្តិសាស្ត្រទូទៅក្នុងប្រទេសជាការយល់ដឹងបន្ថែមអំឡុងពេលធ្វើដំណើរតាមរថយន្តបងដែលជាក្រុមការងារក៏បានរៀបចំបាយសាច់មាន់ម្នាក់មួយប្រអប់សម្រាប់ជាអាហារពេលព្រឹកដល់ពួកខ្ញុំទាំងអស់គ្នាផងដែរនៅតាមផ្លូវធ្វើដំណើររថយន្តក៏បានជុំនៅទីតាំងចំណតដែលបានកំណត់នៅតាមបណ្ដោយផ្លូវល្បឿនលឿនដើម្បីឲ្យពួកយើងបានសម្រួលឥរិយាបថនិងថតរូបលេងមុនពេលធ្វើដំណើរបន្តនៅម៉ោង 10 នាទីព្រឹកពួកយើងក៏បានមកដល់ទីតាំងព្រះថោងតោស្បែកនាងនាគនៅខ្មែរធ្វើបានពេលមកដល់ទីតាំងបងក្រុមការងារក៏បានរៀបចំឲ្យពួកខ្ញុំចុះមកថតរូបនៅមុខរូបសំណាកទីតាំងព្រះថោងតោស្បែកនាងនាគនៅខ្មែរធ្វើបានទេសភាពនៃទីតាំងព្រះថោងតោស្បែកនាងនាគនៅខ្មែរធ្វើបានគឺពិតជាទស្សនភាពដ៏ស្រស់ស្អាតនិងរំលេចនូវប្រវត្តិសាស្ត្រទំនៀមទម្លាប់ប្រពៃណីនៃប្រទេសកម្ពុជាយើងទាំងអស់គ្នាតមករំពត់ឆ្នាំសម្រាប់ប្រជាជាតិខ្មែរទាំងមូលដល់11:30 នាទីពួកយើងបានមកទទួលទានអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានឆ្នេរថ្មីដែលមានទីតាំងនៅជិតកំពង់ផែស្វាយ័តក្រុងព្រះសីហនុក្រោយពីបានបាយថ្ងៃត្រង់រួចយើងបន្តដំណើរទៅកាន់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី3ដែលមានទីតាំងស្ថិតនៅភូមិ4សង្កាត់លេខ4ក្រុងព្រះសីហនុខេត្តព្រះសីហនុក្រោយពីបានដើរទស្សនកិច្ចពួកយើងក៏បានយល់ដឹងជាច្រើនអំពីដំណើរការប្រព្រឹត្តកម្មទឹកកខ្វក់ការចូលរួមថែរក្សាបរិស្ថានការអភិវឌ្ឍទីក្រុងក៏ដូចជាការរួមចំណែកថែរក្សាការពីបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជាយើងស្ថានីយ៍ប្រព្រឹត្តកម្មនេះអាចចម្រោះទឹកកខ្វក់បានក្នុងមួយថ្ងៃចំនួន 20,000 ម៉ែត្រគូបហើយក៏ជាបច្ចេកវិទ្យាចុងក្រោយដើម្បីធ្វើការបំលែងទៅជាទឹកមួយដែលមានគុណភាពមិនបំពុលបរិស្ថានហូរចូលទៅក្នុងសមុទ្រទឹកដែលអាចចម្រោះរួចយើងយកទៅចិញ្ចឹមត្រីក្រឹមបានទៀតផងបន្ទាប់មកយើងក៏បានមកដល់ឆ្នេរអូឈើទាលដើម្បីសម្រាកលំហែកាយនិងថតរូបលេងកម្សាន្តនៅទីនោះនៅម៉ោង 3 នាទីរសៀលពួកយើងក៏បានចេញដំណើរត្រឡប់មកភ្នំពេញវិញនៅតាមផ្លូវត្រឡប់មកវិញពួកយើងក៏មាននូវសកម្មភាពរាំនិងច្រៀងលេងកម្សាន្តផងដែរបង្កើតបានជាអនុស្សាវរីយ៍ល្អៗនិងការចងចាំល្អៗជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់សាលាបែបទីអន្តរជាតិដែលបានបង្កើតដំណើរទស្សនកិច្ចនេះឡើងសូមអរគុណនិងសូមជម្រាបលា Belty, the best quality of education in Cambodia.